គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking បាទហើយថ្ងៃនេះ Channel សំណាង Cooking បាទមកចែករំលែកពុកម៉ែបងប្អូនពីរបៀបឆាមឹកម្រេចខ្ចីសម្រាប់ពុកម៉ែបងប្អូនថ្មីដែលចូលមកមិនទាន់បានជួយចុច Subscribe បាទជួយចុច Subscribe ម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូទាក់ទងជាមួយនឹងការធ្វើម្ហូបបាទហើយមួយវិញទៀតបើសិនណាពុកម៉ែបងប្អូនឆ្ងល់តាក់ទងជាមួយមុខម្ហូបអីដែលពុកម៉ែបងប្អូនចង់ឲ្យ Channel ខ្ញុំបង្ហាញបាទជួយ comment នៅខាងក្រោមវីដេអូទៅខ្ញុំនឹងធ្វើបង្ហាញពុកម៉ែបងប្អូនហើយឥឡូវតោះមកមើលពីរបៀបធ្វើមឹកឆាម្រេចខ្ចីជាមួយនឹងខ្ញុំទាំងអស់គ្នាបាទហើយថ្ងៃនេះខ្ញុំមានមឹកបំពង់បាទខ្ញុំទិញប្រហែលជាកន្លះគីឡូទេពុកម៉ែបងប្អូនបាទមុននឹងយើងយកមកឆាបាទមឹកយើងត្រូវការលាងសម្អាតក៏ដូចជាបកស្បែកវាចេញឲ្យស្អាតហើយនឹងយើងយកភ្នែកហើយនឹងធ្មេញវាពុកម៉ែបងប្អូនបាទហើយនេះដូចខ្ញុំបង្ហាញអញ្ចឹងបាទគឺធ្មេញរបស់វាបាទយើងត្រូវតែឆ្កឹះចេញមកបាទសម្រាប់ការហាន់ពុកម៉ែបងប្អូនហាន់របៀបណាក៏បានដែរហើយបាទសម្រាប់ខ្ញុំបាទខ្ញុំហាន់ជាកង់ខ្លះខ្ញុំស្លាយវាខ្លះបាទដើម្បីឲ្យវាមានម៉ូតមានម៉ាកអញ្ចឹងណាដើម្បីអានេះបើនិយាយទៅគេហៅថា decor ម្ហូបបាទដើម្បីឲ្យមុខម្ហូបមួយចានរបស់យើងហ្នឹងបាទវាមើលទៅវាមានសោភ័ណភាពល្អអញ្ចឹងណាពុកម៉ែបងប្អូនបាទសម្រាប់មឹកដែលអត់មានពងបាទគឺខ្ញុំឆូតវាជារបៀបនេះបាទហើយយើងសម្អាតវាស្អាតហើយយើងកន់វាបាទយើងកន់វាជាកាឡាការ៉ូដើម្បីពេលដែលយើងយកវាទៅស្រុះទៅបាទគឺវាចេញម៉ូតស្អាតអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយបាទសម្រាប់មឹកដែលមានពងបាទគឺខ្ញុំហាន់វាជាកង់ព្រោះកាលណាតែយើងហាន់វារបៀបដូចដែលខ្ញុំបង្ហាញនេះបាទវាអាចនឹងពងរបស់វាហ្នឹងបាទគឺវាអាចនឹងចេញពីក្នុងមឹកអញ្ចឹងគឺខ្ញុំហាន់វាជាកង់ហើយឥឡូវនេះរួចរាល់ហើយពុកម៉ែបងប្អូនបាទសម្រាប់បន្លែបាទខ្ញុំប្រើជាមួយនឹងម្ទេសប្លោកពណ៌ក្រហមហើយនឹងជាមួយម្ទេសប្លោកពណ៌លឿងហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបារាំងមួយមើមទៀតទៅបាទហើយយើងមានម្រេចខ្ចីបាទម្រេចខ្ចីយើងមានល្មមដែរទេហើយបន្លែទាំង3ទាំង4មុខនេះបាទពុកម៉ែបងប្អូនបាទគឺខ្ញុំទិញអស់តែ3500ទេពុកម៉ែបងប្អូនបាទបានមួយបន្លែមួយបាទនៅផ្សារតាខ្មៅចាស់បាទឃើញថាគាត់លក់ឲ្យរៀងធូរអញ្ចឹងណាដោយសារគាត់ដឹងថាយើងយកមកធ្វើម្ហូបក៏ដូចជាចែកម្លែកមុខម្ហូបអីអញ្ចឹងទៅគឺគាត់លក់ឲ្យធូរដែរទេបាទម្រេចខ្ចីបាទគឺខ្ញុំកាត់វាជា2អញ្ចឹងទៅបាទដោយសារគួរវារាងវែងអញ្ចឹងណាអញ្ចឹងគឺខ្ញុំកាត់វាហើយមួយចំនួនទៀតគឺខ្ញុំដំវាបាទដើម្បីឲ្យវាចេញក្លិនឈ្ងុយហើយគល់ខ្ទឹមនេះគឺគាត់បន្ថែមឲ្យទេបាទអញ្ចឹងបានខ្ញុំថា3500នេះឃើញថាទិញបានបន្លែគ្រាន់បើដែរបាទហើយយើងច្រាំខ្ទឹមសអីចឹងធម្មតាមកពុកម៉ែបងប្អូនបាទយើងដាក់តាមចំណង់ចំណូលចិត្តទៅបាទពុកម៉ែបងប្អូនចូលចិត្តបាទច្រាំរៀងច្រើនតិចណាបាទចឹងគឺខ្ញុំដាក់ពី3កាពឹសបាទឥឡូវគ្រឿងផ្សំរបស់យើងបាទឃើញថារួចរាល់ហើយយើងនៅតែចាប់ផ្ដើមឆាបាទហ្នឹងហើយតោះឥឡូវមកមើលពីរបៀបឆាទាំងអស់គ្នាបាទពុកម៉ែបងប្អូនដែលមិនទាន់ចេះបាទហើយសម្រាប់បន្លែបាទគឺខ្ញុំដាំទឹកហើយគឺខ្ញុំស្រុះវាសិនបាទជាមួយនឹងសាច់មឹករបស់យើងមិញហ្នឹងបាទគឺយើងស្រុះវាបន្តិចទៅដើម្បីយើងយកវាទៅឆាបាទហើយទឹកស្រុះបន្លែបាទខ្ញុំបន្ថែមជាមួយនឹងប្រេងឆាបន្តិចបាទដើម្បីឲ្យបន្លែរបស់យើងហ្នឹងវាឡើងពណ៌បៃតងឬក៏ពណ៌ក្រហមពណ៌លឿងហ្នឹងគឺវាស្រស់ល្អអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយបញ្ជាក់ពុកម៉ែបងប្អូនមកបន្លែគឺយើងអត់ស្រុះយូរទេបាទស្រុះតែបន្តិចទៅបានហើយហ្នឹងហើយឥឡូវយើងចាក់ជាមួយនឹងប្រេងឆាហើយនឹងខ្ទឹមសអញ្ច្រាំបាទម្រេចហើយប្រេងខ្យងបាទប៊ីចេងស្ករម្សៅស៊ុបបាទខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចហើយយើងឆាសូសទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាចាក់បន្លែហើយនឹងសាច់មឹកដែលយើងបានស្រុះមិញនឹងចូលហ្នឹងបាទត្រឡប់វាមកត្រឡប់ពីបាទដើម្បីវាចូលជាតិគ្នាល្អហើយបាទបន្ថែមជាមួយនឹងប្រេងម្ទេសបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងម្រេចបាទម្រេចម៉ត់យើងហ្នឹងបាទមានម្សៅម្រេចក៏បានដែរបាទយើងបន្ថែមវាប្រហែលជាមួយស្លាបព្រាកាហ្វេអីទៅបាទហ្នឹងហើយឥឡូវឃើញថាឆ្អិនហើយរួចរាល់ហើយយើងជាចុងក្រោយបាទបន្ថែមជាមួយនឹងស្លឹកខ្ទឹមបាទពេលដែលយើងចាក់ស្លឹកខ្ទឹមចូលបាទយើងកូរវាមកត្រឡប់ហើយបិទហ្គាសទៅបាទឥឡូវយើងចាប់ផ្ដើមយកមកដួសដាក់ចានបាទឃើញថាទំនងណាស់ពុកម៉ែបងប្អូនហើយសម្រាប់មុខម្ហូបមួយមុខនេះបាទងាយនៅក្នុងការធ្វើបាទហើយបើសិនជាពុកម៉ែបងប្អូនបាទមើលហើយមិនទាន់ធ្វើបានបាទ share វីដេអូនេះទៅហើយរៀនធ្វើតាមទៅបាទហើយគ្រឿងផ្សំដូចខ្ញុំបង្ហាញអញ្ចឹងបាទឃើញថាងាយទៅពុកម៉ែបងប្អូនបាទហើយរសជាតិបាទដាក់ទៅតាមចំណង់ចំណូលចិត្តទៅពុកម៉ែបងប្អូនចូលចិត្តញ៉ាំផ្អែមដាក់ឲ្យផ្អែមទៅបាទ
ក៏ប៉ុន្តែយើងមិនត្រូវញ៉ាំផ្អែមពេកទេបាទពុកម៉ែបងប្អូនអញ្ចឹងគឺថាយើងញ៉ាំល្មមទៅរសជាតិកុំឲ្យប្រៃកុំឲ្យផ្អែមពេកអញ្ចឹងណាហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមរហូតដល់ចប់បាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកមួយផងអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត